បាទរីករាយឆ្នាំថ្មីឆ្នាំ2026តើបងប្អូនដឹងទេកាលពីយប់មិញម៉ោង12:00ក្រុមហ៊ុនទាំង3ធំមានប្រព័ន្ធ Share Card ប្រព័ន្ធ Smartphone ប្រព័ន្ធ Smart បានដំឡើងអ៊ីនធឺណិត 5G បាទខ្ញុំគិតថាបងប្អូនយើងខ្លះមិនទាន់ចេះចូលសេរីក្នុងកម្មវិធី Setting នៅឡើយទេហើយក៏បងប្អូនយើងខ្លះក៏ដឹងពីរបៀបចូលរួចហើយសម្រាប់បងប្អូនដែលអត់ទាន់ដឹងពីរបៀបចូលតោះកុំឲ្យខាតពេលយូរយើងចូលទៅកាន់កន្លែងបើកអ៊ីនធឺណិត 5G ទាំងអស់គ្នាបាទដំបូងគឺយើងចូលកន្លែង Setting បាទបន្តមកទៀតយើងចូលពាក្យ Calculator បាទបន្តមកទៀតយើងចូលពាក្យ Privacy បាទ Privacy បាទបន្តមកទៀតយើងយកពាក្យ Voice and Data បាទហើយយើង Tick បាទយក 5G on ឬក៏ 5G auto បាទសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នេះទេបាទអរគុណជំរាបលាសុខសប្បាយ